លោកតាមិនទាន់តែបង្ហាត់យុទ្ធសាស្ត្រដល់ចៅផងមិនចង់លាលែងជាមួយចៅអញ្ចឹងមុននឹងតាបង្ហាត់យុទ្ធសាស្ត្រដល់ចៅតាត្រូវតែសាកល្បងនិងពិនិត្យមើលឧបនិស្ស័យរបស់ចៅសិនណាឥឡូវនេះឃើញថាចៅរហ័សរហួនគ្រាន់បើហើយចាប់ពីថ្ងៃនេះតទៅតានឹងបង្ហាត់បង្រៀនយុទ្ធសាស្ត្រដល់ចៅព្រោះថាចៅមានអាយុគ្រប់18ឆ្នាំហើយដូច្នេះចៅអាចហាត់រៀនយុទ្ធសាស្ត្របានហើយណាម៉ែនៅលោកតាចៅត្រេកអរណាមែនហើយចៅត្រៀមខ្លួនទទួលយុទ្ធសាស្ត្រចុះតាមិនកុហកចៅទេណាអញ្ចឹងចៅសុំទៅដងពុកនិងទៅបេះផ្លែឈើជូនលោកតាសិនទៅចុះហើយចុះចៅទៅដងទឹកនៅកន្លែងណាដែរនឹងអាចៅចានៅក្បែរមាត់ជ្រោងព្រោះនៅកន្លែងនោះណាមានទេសភាពល្អនិងមានផ្លែឈើច្រើនណាស់លោកតាចៅទៅទីនោះទៀតចុះតែតាហាមដាច់ខាតចៅមិនត្រូវចូលទៅក្នុងគុហាសម្ងាត់នោះទេណាចុះមានការអីនៅឯគុហាសម្ងាត់នោះលោកតាចៅកុំចង់ដឹងអីធ្វើតាមតែតាប្រាប់ទៅណាអញ្ចឹងចៅសុំលាលោកតាសិនហើយម៉ារ៉ាឈប់សិនលោកតាសុំលោកតាអភ័យទោសឲ្យចៅផងនេះមកពីចៅចង់ដឹងពេកបានជាណែគុហាសម្ងាត់នេះមានតែតាម្នាក់តែប៉ុណ្ណោះដែលអាចចេញចូលក្នុងគុហានេះបានណាពេលនេះចៅនៅតែចចេះទៀតចៅប្រហែលជាគ្មានវាសនាបានហាត់រៀនយុទ្ធសាស្ត្រពីតាទេណាហើយប្រលឹងរបស់គុហានេះប្រកាសជានឹងផ្ដន់ទាជីវិតតាថែមទៀតផងណាតែលោកតាចៅឡើងចង់ដឹងអ្វីទៀតហើយសូមលោកតាជួយបង្ហាត់បង្រៀនដល់ចៅផងចៅមិនអាចនៅល្ងិតល្ងងយ៉ាងនេះបានតទៅទៀតទេលោកតាបាននេះជាកំហុសលើកទី1តានឹងសុំឲ្យអ្នកថែរក្សាគុហានេះមិនឲ្យប្រកាន់នឹងចៅទេក្រោកឡើងបារាចៅត្រឡប់ទៅអាស្រមវិញទៅណាឈប់សិនលោកតាចៅសុំទៅដងទឹកសិនទៅចុះលោកតាបងសត្វអីនឹងលោកតាតាំងពីតាបនៅលើកោះកែវនេះជិត50ឆ្នាំហើយមិនដែលឃើញក្រពើពីណាមកសោះវិញចុះមិនក៏មានពងក្រពើពីណាមកក្រពើយ៉ាងម៉េចទៅលោកតាចៅឯងនេះស្អីក៏ចង់ដឹងចង់ឮដែរក្រពើវាដូចជាចិញ្ចក់តកែអញ្ចឹងណាគ្រាន់តែពេលវាធំវាកាចនឹងមានគ្រោះថ្នាក់សាហាវណាបើវាកាចសាហាវអញ្ចឹងមកវាសម្រាប់ចោលតើលោកតាទេឈប់សិនចៅឲ្យតាមើលសិនមើលមិនបានទេតាសុំហាមដាច់ខាតណាព្រោះក្រពើនេះនៅតែ3ថ្ងៃទៀតទេវាញាស់ហើយណាចៅឯងយកពីកន្លែងណាឆាប់យកវាទៅដាក់កន្លែងនោះវិញភ្លាមទៅណាចាលោកតាអម៉េចទេតើឲ្យនៅអាស្រមទិញមេរៀនហើយចុះហេតុអីក៏មកនៅទីនេះដែរហើយចុះមានរឿងអីបានជាហេតុហោខ្លាំងម្ល៉េះចៅបងដែលខ្ញុំអត់ឲ្យលោកតាពីថ្ងៃមុននោះឥឡូវវាញាស់ហើយចេញជាកូនក្រពើធំណាស់លោកតាខ្ញុំខ្លាចណាវាមិនដែលទេចៅក្រពើដែលញាស់ភ្លាមយ៉ាងច្រើនវាធំប៉ុនតកែប៉ុណ្ណោះហើយចៅអីទៅខ្លាចវាទៅអីសុំលោកតាកំខឹងអីព្រោះខ្ញុំដូចជាមាននិស្ស័យនឹងវាខ្ញុំបានយកវាតម្លាក់ទុកឲ្យញាស់មុនដំបងវានៅតូចមែនហើយខ្ញុំបានដាក់ឈ្មោះវាថាអាធនណាលោកតា
3 ថ្ងៃក្រោយមកវាកាន់តែធំចៅបានយកវាទៅដាក់ក្នុងពាងវាក៏ធំចង្អៀតពាងនោះទៀតហើយខ្ញុំបានយកវាទៅដាក់ក្នុងត្រពាំងគ្រាន់តែ10ថ្ងៃប៉ុណ្ណោះវាធំគួរខ្លាចណាស់លោកតាតាក្រពើនឹងឆាប់ធំអញ្ចឹងឯលោកតា តាមតាដឹងក្រពើវាមិនដែលឆាប់ធំដល់មកហ្នឹងទេចៅឯងក៏ហក់តាទេដឹងមិនក៏ហក់ទេលោកតាបើលោកតាមិនជឿទៅមកជាមួយចៅណែឈប់សិនចៅចាំតាតាំងសិនចប់សិន ទៅជាមួយចៅ ឈប់សិន ហើយលឿនឡើងមក ចៅនេះដល់ហើយនេះ ហើយចុះឯណាមិនកំឃើញចៅ ណ៎វានៅក្នុងបឹងលោកតាចាំមើលខ្ញុំស្រាយហៅវាណាអាថនកូនងើបឡើងអាថនងើបឡើងអាថនលោកតាមើលណ៎វាងើបហើយវាកាន់តែធំជាងមុនទៅទៀតខ្ញុំខ្លាចណាស់លោកតា ក្រពើនេះធំមែនតាមតាប្រមាលមើលក្រពើនេះអាចធំជាងនេះទៅទៀតណាព្រោះវាជាក្រពើវេទមន្តទេបើចឹងតែយកមកទៅលោកតាខ្ញុំច្បាស់ជាមិនហ៊ានទៅចិត្តវាទេមិនអីទេតានឹងធ្វើឲ្យវាខ្លាចទៅជាមនុស្សដើម្បីឲ្យវានៅបំរើចៅណាអាធនចៅឡើងមកលើគោកមកឡើងមកអាធនឡើងមកឡើងភ្លាមមកអាធន លោកតាមិនក៏ធំណាស់លោកតាមិនអីទេមារាចៅនៅឲ្យស្ងៀមអាធនបើទំនីចៅពិតជាមកនៅបំរើនាងមារាធីតាកោះកែវនេះមែនចូលចៅខ្លាយទៅជាមនុស្សភ្លាមមកខាត់ខ្លាយទៅជាមនុស្សភ្លាមមកលោកតាចៅត្រេកអរណាស់ដែលលោកតាធ្វើឲ្យចៅខ្លាយទៅជាមនុស្សដូចនេះអាធនចៅឯងត្រូវនៅបំរើនាងមារាហើយទុកនាងជាម្ដាយបង្កើតចាប់ពីពេលនេះតទៅណាអាធនកូនម្ដាយចាប់តាំងពីពេលនេះតទៅម្ដាយលែងអបសុកដូចមុនទៀតហើយម៉ែកូននឹងគោរពបម្រើអ្នកម៉ែដោយស្មោះអស់ពីចិត្តរហូតអស់មួយជីវិតនេះណាអ្នកម៉ែក្រោកឡើងកូនបានហើយអាធនក្រោកឡើងចៅត្រូវចាំពាក្យតាឲ្យបានណាថ្មីបើឯងខ្លាយទៅជាមនុស្សទាំងរូបនិងមនោសញ្ចេតនាក៏ពិតមែនតែឯងនឹងខ្លាយទៅជាក្រពើវិញនៅរៀងរាល់ថ្ងៃសិលណាតាមិនអាចជួយអ្វីឲ្យហួសពីនេះបានឡើយណាមនុស្សទាំងអស់នេះមកពីណានឹងហើយចុះក្រែងម៉ែថាចេះតែអបសុកនោះអីឥឡូវខ្ញុំយកមនុស្សទាំងអស់នេះឲ្យមកនៅលេងជាមួយអ្នកម៉ែហើយណាទេម៉ែមិនដាថាអញ្ចឹងពីអង្ការមើលនោះសត្វតបិតភ្នែកមិនដឹងខ្លួនផងស្លាប់ទេដឹងអីមិនតន់ស្លាប់ទេម៉ែគ្រាន់តែស្លាប់តាម៉ែចាប់ទៅជួយដុសទឹកមកជួយប្រោះពួកគេឲ្យដឹងខ្លួនផងណាម៉ែមិនដឹងមិនអីទេកូនឯងយកគេមកស្រេចតែកូនឯងចុះម៉ែទៅហើយឈប់សិនមារាលោកតាឲ្យប្រញាប់តាណាលឿនម្លេះហ្នឹងអ្នកណាក៏ដោយឲ្យតែមកដល់កោះកែវយើងនេះសុទ្ធតែមាននិស្ស័យនឹងយើងហើយតានឹងធ្វើឲ្យពួកគេដឹងខ្លួនសិនណាខ្ញុំនៅឯណាចេះអូយយ៉ាបងមហាថ្លឹកឯណាគ្នាយើងទៀតកំណាវិសេសក្រាបទូលបង្គំអត់ដឹងដែរក្រាបទូលបន្ទាប់ពីមានសំពៅមួយត្រូវព្យុះបក់បោកលិចកណ្ដាលសមុទ្រខ្ញុំក៏ឃើញអ្នកទាំងពីរនេះដេកសន្លប់លើឆ្នេរខ្សាច់នេះហើយខ្ញុំក៏យកអ្នកទាំងពីរមកទីនេះមកណាសំពៅច្រើនណាស់ហើយដែលឆ្លងកាត់កោះកែវនេះត្រូវខ្យល់បោកបក់លិចហើយចុះចៅទាំងពីរទៅណាមកណាតែកណាលោកតាចៅឈ្មោះរិទ្ធកុលជាបុត្រារបស់ស្ដេចក្រុងព្រះរាណសីធ្វើដំណើរមកទីនេះដើម្បីស្វែងរកគ្រូសិលភក្តិនេះឯខ្ញុំកណាជាមហាថ្លឹកចំណិតរបស់រាជកុមារណាលោកតាជាមហាថ្លឹកចំណិតផងណាលោកតាចៅទាំងពីរពិតជាមានភ័ព្វវាសនាខ្ពស់ណាស់ដែលត្រូវរលកទឹកបោកបាក់ឲ្យមកជាប់នៅនឹងកោះកែវយើងនេះតានេះហើយគឺជាគ្រូសិលភក្តិនេះណា
អូលោកតាសូមលោកតាអនុញ្ញាតឲ្យចៅធ្វើជាសិស្សរបស់លោកតាចាប់ពីថ្ងៃនេះតទៅផងណាលោកតាមិនអីទេបានជួបតាហើយតាមិនអោយត្រឡប់ទៅវិញដោយល្ងិតល្ងងនោះទេមារាចៅអាធុនពួកឯងឆាប់ថ្វាយបង្គំព្រះរាជកុមារទៅណានេះជាព្រះរាជបុត្ររបស់ព្រះចៅក្រុងព្រះរាណសីហើយលោកតាមិនដឹងថ្វាយបង្គំយ៉ាងម៉េចទេមនុស្សដូចគ្នាតាមនុស្សដូចគ្នាមែនតែព្រះអង្គជាស្ដេចផែនដីណាដល់សេចក្តីសុខឲ្យយើងទាំងអស់គ្នាឆាប់ថ្វាយបង្គំទៅចៅអាធនចៅថ្វាយបង្គំព្រះអង្គទៅម៉ែថ្វាយបង្គំមុនខ្ញុំទៅម៉ែទេកូនឯងទៅយកគេមកថ្វាយបង្គំមុនម៉ែទេម៉ែបើដឹងថាពិបាកថ្វាយបង្គំអញ្ចឹងដឹងអញ្ចឹងខ្ញុំមិនទៅយកមកទេម៉ែឆាប់ឡើងនៅប្រចាំគ្នាដល់ណាទៀតយាហ៊ីតទេដាស់មែនពួកឯងនេះសុំថ្វាយបង្គំព្រះរាជកុមារល្អហើយនាងថ្វាយបង្គំព្រះរាជកុមារមិនព្រះរាជកុមារទេឯងនៅខាងនេះបាត់ព្រះរាជកុមារលផលចូលនេះណែថ្វាយបង្គំព្រះរាជកុមារល្អហើយអាធនខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះមេត្តាព្រះបិតាល្អហើយរំសាយសក់កូនបិតានឹករលឹកបុត្រីខ្លាំងពេកក៏ឈៀងចូលមកលេងបុត្រីបន្តិចទៅណាយ៉ាងណាហើយការហាត់មុនវិជាការរបស់បុត្រីនោះរីកចម្រើនដល់ណាហើយបុត្រីខ្ញុំម្ចាស់ក៏រលឹកព្រះបិតាមេត្តាណាស់ដែរប៉ុន្តែដោយត្រូវខិតក្នុងដំណើរទៅការតាំងសិលខ្ញុំម្ចាស់ត្រូវរងាប់អ្វីៗទាំងអស់ខាងផ្លូវចិត្តលោកយាយសាច់ចាំងចូលចម្រើនព្រះរាជាថ្ងៃនេះគឺជាមហាកិត្តិយសខ្ពង់ខ្ពស់ប្រសើរណាស់ដែលបានព្រះរាជាយាងចូលមកក្នុងគុហាវេទមន្តនេះការច្បូតព្រះកេសារបស់ព្រះរាជធីតាចិត្តសម្រេចហើយព្រះរាជាទ្រង់នឹងបានជ្រាបនៅពេលចប់ដំណរឆាប់នេះហើយខ្ញុំត្រេកអរណាស់ដែលលោកយាយខំបង្ហាត់បង្រៀនដល់បុត្រីខ្ញុំណារំសាយសក់បិតាមកនេះមានដំណឹងល្អប្រាប់បុត្រីដែរណាគឺព្រះចៅក្រុងព្រះរាណសីបានផ្ញើបរិយាសារមកចងស្ពានមានមេត្រីស្ដីដណ្ដឹងបុត្រីនគរយើងជានគរចំណុះរបស់ព្រះចៅក្រុងព្រះរាណសីដូច្នេះបិតាមិនអាចប្រឆាំងនឹងព្រះរាជបញ្ជាបានទេឯចៅរាជកុលដែលជាគូដណ្ដឹងរបស់បុត្រីនោះគេកំពុងតែហាត់មុនវិជាការនៅឯកោះកែវប៊ូជនីទ្វីបឯនោះណាតើបុត្រីយល់យ៉ាងណាដែរស្រេចទៅលើព្រះតីព្រះបិតាចុះតែបុត្រីសុំសម្រេចវិជានេះសិនព្រះពើល្អហើយបុត្រីបើអញ្ចឹងតោះពួកយើងត្រឡប់ទៅវិញណាអាយអូឌីម៉ាអាយអូឌីម៉ាណែលោកគ្រូធនណាជួយបង្ហាត់បង្រៀនខ្ញុំផងទៅមើលក្បាច់ដបងគេធ្វើយ៉ាងម៉េចខ្លះទៅមិនអីទេណែដំបូងយើងរៀនប៉ុណ្ណឹងសិនចុះណានេះឯងធ្វើទៅមើលមិនអីទេចាំមើលខ្ញុំធ្វើឲ្យមើលណាអាយ៉ាអូយត្រូវក្បាលរួចបាត់ហើយលោកគ្រូធនអើយចាំមែនតើហើយឯងនេះឯងចាំមើលណាគេធ្វើអញ្ចឹងណែអាយ៉ាមិនអញ្ចឹងមិនហ្នឹងលោកគ្រូធនហើយក្បាច់អីចេះលោកគ្រូធនលោកគ្រូធនអីជាកពើអញ្ចឹងម៉ែអើយជួយកូនផងម៉ែអើយជួយកូនផងលោកតាជួយចៅផងលោកតាជួយចៅផងអូយនៅមិនបានទេម៉ែអើយទៅហើយអាយអូឌីម៉ាលោកតាជួយចៅផងលោកតាជួយចៅផងកពើធំណាស់មកហើយលោកតាជួយចៅផងអីចុំក៏ដុំឆែបឯណាក៏ពើអាកៀងលេខតាសិនតើលេខតាសិនតើមើលឯណាក៏ពើតាមិនឃើញម៉ារ៉ាជួយខ្ញុំផងកពើធំណាស់សំប្រាំកភេអីកពើនោះត្រូវជាកូនរបស់ខ្ញុំម្ចាស់តាថាម៉េចនាងមានកូនជាកពើអញ្ចឹង
ត្រូវហើយតាមពិតតាភ្លេចប្រាប់មារាបានរើសពងក្រពើយកមកភ្ញាស់ហើយបានចិញ្ចឹមតាំងពីតូចមកម្លេះលុះវាធំឡើងតាក៏បានធ្វើឲ្យវាคล้ายទៅជាមនុស្សដើម្បីនៅបម្រើមារារាល់ថ្ងៃសិលអាធនវានឹងคล้ายទៅជាក្រពើវិញណាមិនអីទេវាមកប្រឡែងលេងជាមួយពួកចៅអីតើបើអញ្ចឹងខ្ញុំកណាលែងហ៊ានរៀនជាមួយលោកគ្រូធំទៀតហើយខ្លាចកពើស៊ីណាលោកតាអើយម៉ារ៉ានាងមើលនោះវាសម្លក់មុខខ្ញុំវាចង់ស៊ីខ្ញុំទៅនឹងម៉ារ៉ាព្រះអង្គម្ចាស់កុំភ័យអីអាធនកូនវាទៅកាន់បឹងវិញទៅកុំឲ្យគេខ្លាចណាទៅកូនណែលោកតាមើលវាសម្លក់ខ្ញុំដែរលោកតាតិចវាចង់ស៊ីខ្ញុំកណាដែរទៅលោកតាអាធនឯងទៅវិញសិនទៅណាស្អែកចាំវិលមកវិញណាចៅឯងចូលទៅក្នុងទឹកសិនទៅកុំឲ្យគេខ្លាចឯងណាហើយទៅអូយមិនអីទេទទួលទៀតទៅយោអាយ៉ាអូយថ្វាយបង្គំព្រះបិតាព្រះមេត្តាបិតាមេត្តារៀបចំហៅបុត្របននេះដើម្បីចង់ឲ្យបុត្រីសាកល្បងមើលតើវិជាការរបស់បុត្រីរៀនបានដល់ណាហើយព្រះមេត្តាព្រះបិតាព្រះអង្គនឹងតតឃើញក្នុងពេលឆាប់នេះហើយព្រះមេណែលោកមហាឧបរាជបន្ទាប់ពីបុត្រីរបស់យើងសាកល្បងមុនវិជាការនេះចប់ទៅលោកត្រូវជួយផ្សព្វផ្សាយដំណឹងឲ្យអាណាប្រជានរាស្ត្រដឹងផងណាព្រះករុណាថ្លៃពិសេសក្រាបទូលមែនហើយលោកត្រូវតែផ្សព្វផ្សាយឲ្យប្រជារាស្ត្រធ្វើបន់3យប់3ថ្ងៃដើម្បីអបអរសាទរចំពោះថ្វីដៃបុត្រីយើងណាសូមទទួលព្រះរាជបញ្ជាក្រាបទូលព្រះនាងផ្សាយសក់ចាំអីទៀតសម្ដែងអភិនិហាភ្លាមទៅចាប់ផ្ដើមទៅបុត្រីនៅមក3នៃស្មាស្ដាំនៅមក5នៃស្មាឆ្វេងសូមគុណនាងគុំហ៊ានព្រះធរណីជួយខ្ញុំម្ចាស់ផងវិជាមុនដំបងតែប៉ុណ្ណឹងឯងប្រពើអស់ចានណាស់បុត្រីបិតាមិនដែលឃើញទេនេះពិតជាអស់ចាមែនមេត្តាសូមតសើបុត្រីដែលមានមហិទ្ធិឫទ្ធិខ្ពស់យ៉ាងនេះព្រះមេត្តាវិជាប៉ុណ្ណេះនៅស្រួចស្ដាងណាស់ត្រីសក្តាថែមទៀតទើបការពារនគរនេះបានមិញនេះគឺជាការសាកល្បងលើកដំបូងទេព្រះពរប៉ុន្តែថ្ងៃក្រោយខ្ញុំម្ចាស់សង្ឃឹមថាបរិទ្ធិតារំសាយសក់អាចច្បូតព្រះកេសាឲ្យទឹកសមុទ្ររីងបានពិតជាអស្ចារ្យណាស់បុត្រីបិតាអូយឈឺពូណាអូយឈឺពូណាអូយហើយយ៉ាងម៉េចក៏នាងមិនអង្គុយចុះសិនមកអូយងាប់ខ្ញុំឥឡូវអើយឈឺណាស់លោកអើយព្រះអង្គម្ចាស់កើតអីហ្នឹងបារាជួយរត់ខ្ញុំផងអូយឈឺណាស់អូយឈឺពូណាឈឺដាច់ខ្យល់ងាប់ឥឡូវអើយអាយ៉ាអូយទេខ្ញុំម្ចាស់ទៅប្រាប់លោកតាសិនឲ្យគាត់មកជួយណាមិនបាច់ប្រាប់លោកតាអីទេកម្រំតែទៅមកខ្ញុំដាច់ខ្យល់បាត់ទៅហើយអូយមិនគួរនាងដាច់ធម៌មេត្តាយ៉ាងនេះទេអូយជួយរត់ខ្ញុំបន្តិចមកមារារត់ត្រង់ណាព្រះអង្គរត់ត្រង់នេះអូយមិនរត់ត្រង់នោះទេត្រង់នេះអូយអាយ៉ាបានធូរខ្លះទេព្រះអង្គបានធូរខ្លះហើយដៃនាងពិតជាដូចគ្រូពេទ្យទេវតាអញ្ចឹងដាក់លើទ្រូងខ្ញុំភ្លាមបានធូរស្រាលភ្លាមតែម្ដងលែងខ្ញុំម្ចាស់ព្រះអង្គលែងទៅណានៅកម្ដៅដើមទ្រូងខ្ញុំឲ្យបានយូរបន្តិចសិនមកណាមារា
ឡើងខ្ញុំម្ចាស់ ណែម៉ារ៉ាឈប់សិនអូនម៉ារ៉ានាងស្អប់ខ្ញុំណាស់ទៅហើយ លោកព្រះអង្គចាំបាច់ធ្វើពុតអញ្ចឹង បើមិនធ្វើអញ្ចឹងធ្វើមិននឹងអូនបានមកនៅចិត្តបងយូរធ្វើឥឡូវបើសិនជាអូនខឹងចាំបងឡើងបេះផ្លែឈើនឹងឲ្យអូនញ៉ាំណា ឈប់សិនព្រះអង្គបមានគ្រោះថ្នាក់ទៅនាំតែលោកតាបន្ទោសខ្ញុំម្ចាស់ទេតើខ្ញុំម្ចាស់ឡើងវិញ ណែម៉ារ៉ានោះអានោះទុំក្រហមម៉ារ៉ាបេះមកអូនណែម៉ារ៉ាបងស្រឡាញ់អូនមិនក៏អូនមិនយល់ចិត្តបងសោះអញ្ចឹងតាំងពីបងបានឃើញអូនបងស្ទើរតែរៀនមិនចូលទេអូនដឹងអត់ ខ្ញុំម្ចាស់គ្រាន់តែក្រោមការគ្រប់គ្រងរបស់លោកតារឿងនេះស្រេចទៅលើលោកតាទេ បងជឿថាលោកតាមិនប្រកាន់ចំពោះស្នេហារបស់ពួកយើងទេហើយបងគង់តែប្រាប់គាត់ពេលណាដែលបងរៀនមុនវិជ្ជាការចប់ដែរណាហើយបងនឹងយកអូនទៅរស់នៅនគរព្រះរាណសីជាមួយបងម៉ារ៉ាអូនឆ្លើយប្រាប់បងមកតើអូនស្រឡាញ់បងទេចោ លោកតារវល់តែភាវនាធរតើលោកតាមិនដឹងអ្វីសោះមែនទេអី មិនក៏ថាតាមិនដឹងអាថនតាដឹងពីរឿងដែលឯងត្រូវមកនិយាយប្រាប់តានៅពេលនេះទៀតផង បើលោកតាដឹងមិនក៏លោកតាបណ្ដោយឲ្យព្រះអង្គម្ចាស់រាជកុលអោបព្រឹត្តម្ដាយខ្ញុំអញ្ចឹងខ្ញុំមិនសុខចិត្តទេខ្ញុំទៅបដៅព្រះអង្គម្ចាស់រាជកុលឲ្យស្គាល់ច្បាប់ទម្លាប់នៅលើកោះនេះម្ដងសិនខ្ញុំទៅហី អាថនឈប់សិនថាឡើយឯងមានយុទ្ធសាស្ត្រប៉ុណ្ណេះសំបីតែតាដែលជាគ្រូសិលដែលមករស់នៅលើកោះនេះរាប់សិបឆ្នាំក៏ដោយក៏មិនអាចយកឈ្នះលើសេចក្តីស្នេហារបស់ពួកគេបានដែរណាម្យ៉ាងទៀតឯងត្រូវយល់ថាព្រះអង្គម្ចាស់រាជកុលពិតជាគូព្រេងរបស់ម្ដាយឯងហើយបានជារលកសមុទ្រនាំពួកគេឲ្យមកជួបគ្នានៅលើកោះនេះនោះ អញ្ចឹងលោកតាជឿថាព្រះអង្គម្ចាស់រាជកុលពិតជាស្មោះនឹងម្ដាយខ្ញុំមែនទេ តាកំពុងតែគិតមើលដើម្បីហៅពួកគេមកនិយាយតាចង់ឲ្យស្នេហារបស់ពួកគេទៅជាស្នេហាបរិសុទ្ធព្រោះស្នេហាបរិសុទ្ធអាចមានឥទ្ធិពលឈ្នះលើអ្វីទាំងអស់នៅលើលោកនេះណារំងាប់ចិត្តទៅអាថនតាជឿថាពួកគេទាំងពីរមិនហ៊ានប្រព្រឹត្តអ្វីឲ្យខុសនឹងទំនៀមទម្លាប់នៅលើកោះនេះទេណា សុំព្រះម្ចាស់បងយាងចេញពីទីនេះភ្លាមទៅ ទៅណាទៀតនៅទីនេះត្រជាក់ស្រួលណាស់ណា មិនបានទេឆាប់យាងចេញពីទីនេះភ្លាមទៅក្រាបតង ប្រាប់បងសិនមកមានរឿងអីមិនបានជាមុខអូនស្លេកស្លាំងខ្លាំងម្ល៉េះអូនប្រាប់បងមកមើល កន្លែងនោះជាមាត់ច្រកទៅកាន់គុហាសម្ងាត់ដែលលោកតាហាមផ្ដាច់មិនឲ្យនរណាចូលទេខ្ញុំម្ចាស់មិនគួរភ្លេចខ្លួននាំព្រះអង្គមកដល់ទីនេះសោះ អូបើជាគុហាសម្ងាត់ប្រកាសជាមានវត្ថុស័ក្តិសិទ្ធិនៅទីនោះដូច្នេះយើងចាំបាច់ត្រូវទៅនាំគ្នាចូលទៅណា ទេមិនបានទេព្រោះយ៉ាងនេះគឺខុសនៅបណ្ដាំរបស់លោកតា មិនខុសទេយើងសូមឲ្យវត្ថុស័ក្តិសិទ្ធិជួយប្រសិទ្ធពរដល់សេចក្តីស្នេហារបស់ពួកយើងនេះជាការត្រឹមត្រូវណាស់ហើយបើអូនមិនហ៊ានចូលបងចូលម្នាក់ឯងក៏បានដែរតែបើអូនមិនព្រមចូលត្រង់ណាដែលបញ្ជាក់ថាអូនស្មោះត្រង់ហ៊ានតស៊ូឧបសគ្គជាមួយបងនោះក៏ ម្ចាស់បងរាជកុលចាំបានផងគួរឲ្យណាស់ម្ចាស់បងជាចេញទៅវិញទៅក្រាបតង មានបងនៅជាមួយអូនកំខ្លាចអី ម្ចាស់បង គំនេះ ចាបងយើងទៅវិញលើឡើងទៅ របស់យើងមិនអាចអត់ឱនឲ្យឯងបានឯងត្រូវតែស្លាប់ឯងក្បត់នឹងពីសន្យាជាមួយយើងអូយដែលឯងយកសម្ពុតអោមកធ្វើការរបស់ខ្មោចប្រពន្ធឯងមកទុកនៅក្នុងគុហានេះឯងបានសន្យាជាមួយយើងថា
ឯងមិនអនុញ្ញាតឲ្យអ្នកណាចូលមកនៅក្នុងពហិនឹងប៉ះពាល់វត្ថុកាយសិទ្ធិនេះជាដាច់ខាតឥឡូវមិនក៏ឯងមិនដោយឲ្យមនុស្សដែលមិនទាន់ជ្រះពីកម្មកិលេសមកប៉ះពាល់វត្ថុកាយសិទ្ធិនេះឯងភ្លេចហើយថាវត្ថុនេះគឺជាដួងកែវជីវិតរបស់ឯងធ្វើខុសនឹងបណ្ដាំរបស់យើងហើយវត្ថុកាយសិទ្ធិនេះក៏អស់វេទមន្តទៀតហើយដូច្នេះយើងត្រូវតែផ្ដន់ទាជីវិតឯងត្រូវតែស្លាប់ទាំងនេះឯងត្រូវតែស្លាប់ត្រូវតែស្លាប់ត្រូវតែស្លាប់ទាំងនេះលោកតាយ៉ាងម៉េចនឹងលោកតាកើតអីលោកតាយ៉ាងម៉េចនឹងម៉ារ៉ាចៅនៅឯណាអូយម៉ារ៉ាចៅនៅឯណាលោកតាយ៉ាងម៉េចហើយលោកតាម៉ារ៉ានេះហើយជាលទ្ធផលដែលចៅមិនព្រមស្ដាប់ពាក្យបណ្ដាំរបស់តាឥឡូវចាប់តាំងពីពេលនេះតទៅតាលេខបានបង្ហាត់បង្រៀនចៅទៀតហើយលោកតាចៅខុសហើយចៅបាននាំព្រះអង្គម្ចាស់ចតទៅក្នុងគុហានោះមែនតែចៅមិនបានធ្វើអ្វីទេលោកតានេះជាកំហុសរបស់ចៅគួរតែស្លាប់វិញល្អជាងតែសូមលោកតាបំភ្លឺចៅផងតើរឿងនេះវាយ៉ាងម៉េចលោកតារឿងនេះតាបានលាក់ទុកជាង40ឆ្នាំមកហើយកាលនោះតាជាព្រានព្រៃម្នាក់ដែលបានបរបាញ់សត្វថ្វាយព្រះរាជានគរព្រះរាណសីតាបានស្រឡាញ់នារីម្នាក់ជាកូនមន្ត្រីធំនៅក្នុងវាំងតែនារីនោះត្រូវឪពុកម្ដាយបង្ខំឲ្យរៀបការជាមួយនឹងប្រុសដទៃនាងមិនព្រមក៏លេបថ្នាំបំពុលសម្លាប់ខ្លួនតាក៏បានយកនាងមកនៅលើកោះនេះនាងស្លាប់នៅលើដៃតាដោយក្តីអាណិតស្រឡាញ់នាងពេកតាបានយកសង្កត់អាវមង្គលការដែលនាងបានយកមកជាមួយនោះទៅផ្ញើទុកក្នុងគុហាសម្ងាត់ដោយសម្បួងសួងឲ្យនាងคล้ายទៅជាវត្ថុស័ក្តិសិទ្ធិដែលបានភ្ជាប់នឹងដួងកែវជីវិតរបស់តាទៅក្នុងវត្ថុកាយសិទ្ធិនោះហើយតាក៏សម្រេចចិត្តរស់នៅលើកោះនេះរហូតមកតាមបណ្ដាំរបស់ប្រលឹងអ្នកថែរក្សាគុហាកាលណាមានមនុស្សទី2ចូលទៅក្នុងគុហាសម្ងាត់នោះហើយបានប៉ះពាល់វត្ថុកាយសិទ្ធិនោះដែលជាដួងកែវជីវិតរបស់តាត្រូវតែទទួលទណ្ឌកម្មបែបនេះហើយអត់ទេកូនចេះបទមិនប្រកែកដែរជួយលោកតាយើងផងទៅកូនអត់ធន់កូនម៉ែឆាប់ឡើងទៅទេម៉ែយុទ្ធសាស្ត្ររបស់កូនមិនអាចយកឈ្នះវេទមន្តអ្នកម្ចាស់ថែរក្សាគុហានេះបានទេកូនមិនអាចជួយបានទេម៉ែរាជកលចៅតាស្ដាយណាស់ដែលមិនបានបង្ហាត់បង្រៀនដល់ចៅទៀតបើចៅស្រឡាញ់ម៉ារ៉ាសូមចៅស្រឡាញ់ម៉ារ៉ាដោយស្មោះកុំបោះបង់ចោលនាងឲ្យសោះម៉ារ៉ាចាប់ពីថ្ងៃនេះទៅលេខបានឃើញមុខតាទៀតហើយកុំភ្លេចបណ្ដាំតាណាម៉ារ៉ារាជកលអាធនតាលាហើយលោកតាជាទីគោរពសូមបញ្ញត្តិខណ្ឌលោកតាទៅកាន់សុគតិភពចុះចៅមិនភ្លេចបណ្ដាំរបស់លោកតាទេចៅនឹងស្រឡាញ់អូនម៉ារ៉ាឲ្យស្មោះអស់មួយជីវិតនេះអាណែគេអោម្ចាស់មើលណោះពួកអាមារាជវាំងគេបោកធ្វើអីនឹងព្រះអង្គសូមក្រាបបាយបូននេះកុំមកអស់លោកមហាថ្លឹកព្រះមេត្តាព្រះបិតារបស់ខ្ញុំព្រះអង្គសុខសប្បាយជាទេក្រាបទូលព្រះរាជកុមារព្រះអង្គទាំងពីរសុខសប្បាយជាទេតែទ្រង់ព្រួយព្រះハរតីចំពោះព្រះអង្គទើបទ្រង់ចាត់ឲ្យពួកទូលបង្គំរាល់គ្នា
មកយាងព្រះរាជកុមារចូលក្នុងព្រះនគរវិញក្រាបទូល ឲ្យខ្ញុំទៅវិញយ៉ាងម៉េចកើតបើខ្ញុំមិនទាន់ចេះចាប់មុនវិជាការផងហ្នឹង ព្រះរាជកុមារយាងទៅវិញមិនចោលនាងមារាទៅហើយទេអីតែនេះជាព្រះរាជបញ្ជារបស់ព្រះបិតាព្រះអង្គក្រាបទូលព្រោះព្រះអង្គទ្រង់សុបិនមិនល្អទើបប្រញាប់ឲ្យពួកទូលបង្គំមកសុំយាងព្រះអង្គត្រឡប់ទៅវិញសិនក្រាបទូលមែនហើយព្រះរាជកុមារពួកទូលបង្គំបានជិះសំពៅមកច្រើនថ្ងៃហើយហេតុនេះសូមព្រះអង្គយាងទៅវិញសិនក្រាបទូលហើយព្រះអង្គនឹងត្រូវស្នងរាជក្នុងពេលឆាប់នេះទៀតផងសូមយាងត្រឡប់ទៅវិញសិនទៅក្រាបទូល លោកតាទើបនឹងស្លាប់ផុតពេលនេះបងត្រូវអស់លោកមហាថ្លឹកមកតាមបងទៀតហើយបងគិតយ៉ាងម៉េចបងមិនចង់បែកពីអូនទេមារា ទូលបង្គំយល់ថាព្រះអង្គគួរតែយាងទៅវិញសិនហើយក្រាបទូលចាំឱកាសល្អចាំព្រះអង្គមកដង្ហែនាងមារាទៅក្រាបទូលលោកគ្រូថនសោះសូមលាលោកគ្រូសិនហើយណា មារាបងសូមលាអូនសិនហើយណាព្រោះនេះជាព្រះរាជបញ្ជារបស់ព្រះបិតាបងតែបងមិនចោលអូនទេពាក្យដែលបងបានសច្ចានៅមុខភ្នោនេះទាំងប៉ុន្មានបងមិនភ្លេចទេ6ខែទៀតបងនឹងមកដង្ហែយកអូនទៅរៀបអភិសេកអូនចាំពាក្យបងឲ្យច្បាស់ណាបងមិនចោលអូនទេ ព្រះម្ចាស់បងអូនមិនអាចខាត់ព្រះម្ចាស់បងបានទេតែអូនសូមផ្ដំជាចុងក្រោយសូមព្រះអង្គកុំភ្លេចធីតាកោះកៃនេះឲ្យសោះ បងមិនភ្លេចទេមារាអូនឈប់យំទៅអាធុនកូននៅថែរក្សាម្ដាយឯងឲ្យបានល្អណាឪគង់តែវិលមករកម្ដាយឯងវិញទេណាសូមឪកំព្រួយតែសូមឪកំភ្លេចពាក្យសន្យានេះឲ្យសោះអាធុនឪតែថាយ៉ាងម៉េចគឺអញ្ចឹងហើយមារាបងលាអូនហើយ សូមស្ដេចយាងក្រាបទូល អូមហេសីអូនបុត្រយើងត្រឡប់មកវិញហើយសូមថ្វាយបង្គំព្រះមេដាព្រះបិតា ល្អហើយបុត្រមេដា បិតារលឹកបុត្រពេកបានជាទ្រាំមិនបានឲ្យមហាថ្លឹកទៅយើងបុត្រត្រឡប់មកវិញសិនទៅណាប៉ុន្តែទូលបង្គំរៀនមិនទាន់ចប់សិលមុនវិជាការផងនឹងព្រះបិតាមិនក៏ព្រះអង្គឆាប់ឲ្យទូលបង្គំយើងត្រឡប់មកវិញលឿនម្ល៉េះក្រាបទូលមិនអីទេចាំថ្ងៃក្រោយចាំរៀនបន្តទៀតក៏មិនអីដែរណាតែពេលនេះបិតាចាស់ហើយបុត្រត្រូវតែនៅស្នងរាជពីបិតាសិនណាបុត្រ ហើយមុននឹងស្នងរាជបុត្រត្រូវទៅរៀបអភិសេកសិន រៀបអភិសេក ដឹងហើយបុត្រត្រូវទៅរៀបអភិសេកជាមួយព្រះនាងរំសាយសក់ជាគូដណ្ដឹងរបស់បុត្រក្នុងពេលឆាប់នេះហើយណា អញអុយចុះមារាគិតយ៉ាងម៉េចទៅព្រះអង្គ ព្រះមេដាព្រះបិតាខ្ញុំបុត្រយើងទៅសម្រាប់សិនទៅណាប្រហែលជាផ្លូវឆ្ងាយធ្វើឲ្យបុត្រហត់នឿយហើយណា អស់លោកជាងបុត្រយើងចូលក្នុងមហាដំណាក់សិនទៅហើយថែរក្សាបុត្រយើងឲ្យបានល្អណា ម៉ែសំពៅចៅរាជកុលបើកសម្ដៅមកកោះយើងហើយម៉ែកូនចំណាំច្បាស់ណាស់នោះប្រកាសជាសំពៅចៅរាជកុលជាមិនខានទេម៉ែ ម៉ែណាអាថនកូនព្រះអង្គមករៀបអភិសេកជាមួយម៉ែហើយម៉ែអន់ណាម៉ែទៅផ្លាសម្ពុតអាយសិនគាត់ចាំមើលផ្លូវនេះចាំមិនសំពើព្រះអង្គក្រមកដល់ម៉ែ យីម៉ែសំពៅនេះបើកហួសយើងទៅហើយម៉ែ មិនក៏ព្រះអង្គមិនមករកម៉ែមិនបានជាអញ្ចឹងទៅវិញអាធនប្រហែលជាព្រះអង្គមិនត្រូវការនារីព្រៃភ្នំដូចជារកម៉ែនេះទេ ម៉ែឈប់ព្រួយទៅចាំកូនទៅនាំចៅរាជកុលមកឲ្យជួបម៉ែភ្លាម ទេបើព្រះអង្គឈប់ដឹកនាំម៉ែហើយក៏ហីទៅចុះ ទេចុះហើយណាពាក្យសច្ចៈដែលព្រះអង្គបានសន្យាជាមួយនឹងម៉ែនោះខ្ញុំបដិញ្ញាថាខ្ញុំនឹងទៅនាំចៅរាជកុលមកឲ្យជួបម៉ែឲ្យទាល់តែបាន ទេអាធនកុំទៅ ទេខ្ញុំទៅហើយម៉ែ អាធនកូនម៉ែ ម
លោកមហាថ្លឹកក្រពើនេះដូចជាអាធន់ណា ក្រាបទូលព្រះអង្គប្រកាសជាអាធន់ហើយនោះវាហែលមកសម្ដៅសម្ពោយើងហើយក្រាបទូលពួកយើងទាំងអស់គ្នាសូមប្រយ័ត្នឲ្យមែនទេណាក្រពើធំណាស់វាហែលមកសម្ដៅសម្ពោយើងហើយ រាជកុលបុត្រហើយចុះក្រពើនឹងវាមកពីខាងណាមក ក្រពើនេះធំណាស់វាមកធ្វើបាបយើងទេដឹងព្រះអង្គ ព្រះបិតាក្រពើនឹងឈ្មោះអាធន់វាជាកូនរបស់នាងមារាធីតាកោះកែវនោះហើយក្រាបទូលអូនាងមារាដែលបុត្រតែងតែទូលថ្វាយបិតាកាលពីលើកមុននោះហើយក្រាបទូលព្រះបិតាប្រកាសជានឹងហើយក្រពើនឹងវាចេះស្ដាប់ភាសាមនុស្សថែមទៀតផងនោះព្រះបិតា បើអញ្ចឹងចាំអីទៀតបត់បញ្ញាប់កាប់លាចេញពីមុខសំពៅយើងភ្លាមទៅយើងមានការបញ្ញាប់ទៅមុខទៀតផងណាបត់ អាធុនកូនអូកូនថយចេញទៅអូត្រូវទៅកាន់ក្រុងកតសិលាលុះរួចកិច្ចការអូនឹងត្រឡប់មករកម្ដាយឯងវិញជាមិនខានទេណាមិនបានទេអូប្រកាសជាក្បត់ពាក្យសន្យាទៅរៀបការជាមួយនឹងស្រីផ្សេងហើយចោលោកសម្បត្តិក្រពើនេះចោលពីដកទេព្រះបិតាកុំចេញបរិយាជាបែបនេះឲ្យសោះព្រោះក្រពើនេះជាក្រពើវេទមន្តអាវុធធម្មតាមិនអាចសម្លាប់សត្វក្រពើនេះបានទេព្រះបិតាប្រកាសជានាងមារាប្រើវាឲ្យមកឲ្យក្រាបទូល អាធនកូនអូកូនថយចេញទៅប្រាប់មារាថាអូមិនភ្លេចរឿងរ៉ាវស្នេហាកាលអូសច្ចានៅលើកោះកែវនោះទេខ្ញុំមិនជឿអូទេបើអូមិនភ្លេចសន្យាហេតុអីពេលនេះអូមិនមករកម៉ែបែរជាទៅរៀបការជាមួយនឹងព្រះនាងរំសាយសក់ទៅវិញលោកគ្រូធន់អើយលោកគ្រូកំខឹងអីណាចាប់ខ្ញុំបោះមន់ទីឲ្យស៊ីមិនខ្វះទេនៅលើសំពៅនេះច្រើនណាស់តែពួកអីគ្រប់គ្នាចាប់បោះមន់ទីឲ្យលោកគ្រូធន់យើងស៊ីទៅហោះនេះស៊ីទៅលោកគ្រូធន់អើយស៊ីទៅបត់ទីច្រើនណាស់ស៊ីទៅលោកគ្រូធន់អើយហើយគិតយ៉ាងម៉េចទៅបើវាមិនព្រមស៊ីអញ្ចឹងហើយយើងត្រូវធ្វើយ៉ាងម៉េចទៀតទៅបើអញ្ចឹងមានតែធ្វើតាមវិជាប្រកាសណាទេមែនហើយបើវាមិនស្ដាប់វាឈួរក្តៅទៅមិនបានទេធ្វើយ៉ាងនេះក៏វាមិនស្លាប់ដែរហើយបើយើងនៅតែធ្វើឲ្យវាខឹងខ្លាំងនោះវានឹងគាស់សំពៅធ្វើឲ្យយើងស្លាប់ទាំងអស់គ្នាហើយណាបើអញ្ចឹងតើបុតគិតយ៉ាងណាដែរបុតទាល់តម្រេះឲ្យព្រះមេដាព្រះបិតាព្រោះបុតអង្វរវាមិនស្ដាប់សោះព្រោះតែរឿងនេះហើយដែលបុតជំទាស់នឹងព្រះមេដាព្រះបិតាកាលពីថ្ងៃមុននោះតែព្រះមេដាព្រះបិតាមិនព្រមប្រណីដល់បុតសោះមិនបានទេបុតយើងជាត្រកូលស្ដេចផែនដីតើចាំបាច់អីទៅរៀបការជាមួយនឹងស្រីដែលចិញ្ចឹមក្រពើយ៉ាងនេះទៅហ៊ានមើលងាយម្ដាយអញផងចោស្លាប់ទៅពីវ៉ៃក្រពើកោះអីទៀតហើយមែនហើយអស់យ៉ាងទៅហើយយ៉ាងមិនហើយព្រះនាងរំសាយសក់បើព្រះនាងពិតជាគូព្រេងពីអតីតជាតិរបស់ទូលបង្គំមែនសូមព្រះនាងយាងមកជួយទូលបង្គំអត់ទាន់ពេលផងជួយផងជួយចាយជួយផងជួយផងចាយជួយផង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 ចាយជួយផង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 ចាយជួយផង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 ចាយជួយផងជួយផងនៅមកបីនៃស្មាតនៅមកបីនៃស្មាតវែងសូមគុណនាងគុំហ៊ីងព្រះធរណីជួយខ្ញុំម្ចាស់ផងលោកគ្រូធន់អើយប៉ុណ្ណឹងបានហើយឈប់ធ្វើបាបពួកគេទៅពួកគេស្លាប់អស់ច្រើនណាស់ណាហើយគេអូយព្រះអង្គម្ចាស់ព្រះអង្គយ៉ាងម៉េចហើយក្រាបទូលខ្ញុំនៅឯណាអញ្ចេះចុះឯណាព្រះមេដាព្រះបិតាខ្ញុំលោកមហាថ្លឹកមិនដឹងទេមិនដឹងជាទ្រង់រស័ព្ទដល់ណាទេក្រាបទូលតែឥឡូវកុំតន់អាគិតក្រាបទូលព្រោះអាធន់មិនតន់ស្លាប់ទេនោះវានៅមុខយើងវាខ្លាយជាមនុស្សវិញហើយព្រះអង្គអាធន់មិនក៏ឯងមិនស្ដាប់ពីអង្វររបស់អូសោះអញ្ចឹងបើដោះអ្នកណាយកអាសាអ្នកនោះអូយល់ហើយតែអូមានភ្លេចម៉ែឯងណាអូគង់តែវិលមករកម៉ែឯងវិញទេមិនមែនយ៉ាងនោះទេអូច្បាស់ជាក្បត់នឹងពាក្យសន្យាហើយទៅរៀបការជាមួយនឹងស្រីដទៃខ្ញុំមិនអោយអូទៅណាទេអូត្រូវតែទៅរកម្ដាយខ្ញុំជាដាច់ខាតអូនឹងទៅតែចាំអូមកពីនគរកតសិលាវិញសិនណាឯងចាំមិនបានទេខ្ញុំត្រូវតែយកអូទៅរៀបការជាមួយម្ដាយខ្ញុំឥឡូវនេះ
ខ្ញុំមិនអោយអូទៅណាទេខ្ញុំចង់ដឹងណាស់ថាតើអូត្រូវចេញពីទីនេះដោយរបៀបណាអាយ៉ាអូយអាធុនមិនក៏ឯងធ្វើបាបអូអញ្ចឹងហ៎អាធុនខ្ញុំមិនធ្វើបាបអូទេខ្ញុំគ្រាន់តែចង់នាំអូទៅជួបម្ដាយខ្ញុំឯតាហ៎រំសាយសក់ ព្រះអង្គម្ចាស់រាជកុលសូមយើងចេញពីទីនេះទៅទុកឲ្យខ្ញុំម្ចាស់ដោះសារជាមួយវាវិញឲ្យអូអញទៅណាអញមិនអត់អន់អោយនាងឯងទេរំសាយសក់មិនក៏នាងលោកដៃក្នុងរឿងយើងអញ្ចឹងតែយើងមិនព្រមឲ្យឯងយកវេទមន្តមកគម្រាមកំហែងនៅត្រង់សាររបៀបនេះទេយើងធ្វើតាមតែបណ្ដាំបណ្ដាយរបស់យើងទេព្រោះព្រះអង្គម្ចាស់រាជកុលបានសន្យាថានឹងវិលមករកម្ដាយយើងវិញណាឯងមានភក្ដីភាពចំពោះម្ដាយឯងមែនតែពេលនេះយើងសូមឲ្យឯងកុំធ្វើអ្វីឲ្យប៉ះពាល់ដល់ព្រះអង្គម្ចាស់រាជកុលឲ្យសោះតែបើព្រះអង្គនៅតែគេចវេះមិនព្រមមកជួបនឹងម្ដាយយើងទេយើងនឹងធ្វើឲ្យសមតាមអំពើដែលព្រះអង្គបានសន្យាជាមួយម្ដាយយើងយល់អនាងឆាប់ចេញពីមុខយើងទៅបើចង់សុខយើងមិនថយឯងគួរតែត្រឡប់ទៅប្រាប់ម្ដាយឯងវិញទៅនាងក្បាលរឹងណាស់ចាំទទួលយុទ្ធសិលពីយើងទៅចរំសាយសក់នាងគ្រាន់បើផងឯងមិនអីទេទទួលទៀតទៅអាយ៉ាអូយអាយ៉ាអូយម៉ែជួយកូនផងម៉ែអាធុនកូនយ៉ាងម៉េចហ្នឹងអាធុនម៉ែកូនបាននាំអូមកជួបម៉ែហើយតែមាននាងរំសាយសក់មកជួយសិលវិជាគេខ្ពស់ណាស់ម៉ែកូនមិនអាចតស៊ូនឹងគេបានទេជួយណាស់ទៅព្រះអង្គម្ចាស់រាជកុលអាធុនព្រះអង្គយើងចេញពីទីនេះហើយម៉ែកូននៅបំរើម៉ែបានតែត្រឹមប៉ុណ្ណេះទេកូនសូមលាម៉ែសិនហើយម៉ែអាធុនកូនម្ដាយកូនស្លាប់ចោលម្ដាយហើយអាធុនម៉ារ៉ាកូនមិនគួរស្លាប់ចោលម្ដាយទេព្រះអង្គម្ចាស់រាជកុលមិនបានទេរាជកុលឯងក្បត់នៅពាក្យសច្ចាជាមួយនាងមារាឯងត្រូវតែទទួលកលកម្មដល់ស្លាប់ព្រះអង្គម្ចាស់រាជកុលម៉ារ៉ាអូនយកមិនអញ្ចឹងម៉ារ៉ាអូនមានរឿងអីនោះម៉ារ៉ាអូនយ៉ាងម៉េចនឹងម៉ារ៉ារឿងទាំងអស់គឺមកដល់មកពីបងតើឲ្យបងជំទាស់នឹងបំណងរបស់ព្រះមេត្តាព្រះបិតាបងមិនបានអូនម៉ារ៉ាអូនបានប្រព្រឹត្តខុសនឹងបណ្ដាំរបស់លោកតាតាំងពីគ្រាដំបូងអូនត្រូវតែទទួលផលកម្មម៉ារ៉ាអត់ទ្រាំបន្តិចទៅអូនបងនឹងសុំឲ្យតានាងរំសាយសក់មកជួយអូនណាអូនត្រូវតែរស់អូនត្រូវតែបានរៀបអភិសេកជាមួយបងម៉ារ៉ាអូនទ្រាំបន្តិចទៅណាម៉ារ៉ាទោះជាមេដាបៃតាបងជំទាស់យ៉ាងណាក៏ដោយម៉ារ៉ាអូនត្រូវតែបានរៀបអភិសេកជាមួយបងអូនកុំកាត់អីឲ្យសោះណាម៉ារ៉ាមិនបាច់ទេព្រះអង្គអូនមិនអាចរស់បានទេវេទមន្តប្រលឹងគុហៀមិនអាចអ្នកណាជួយបានឡើយរាជកុលម្ចាស់ជីវិតអូន
បារា ម្ចាស់បង បារាអូនស្លាប់ចោលបងហើយបារា អត់ធន់ជាងសុំស្មានលេខទោសចំពោះឯងព្រោះជាងធ្វើនេះដើម្បីការពារព្រះអម្ចាស់រាជថ្កល់តែប៉ុណ្ណោះសុំវិញ្ញាណក្ខន្ធឯងទៅកាន់ភពដើមរបស់ឯងវិញចុះ បើតាមរឿងព្រេងដែលនិទានដំណាលតគ្នាថានាងបារាដែលបានស្លាប់ទៅក៏បានក្លាយទៅជាភ្នំបន្ទាយនាងនៅក្នុងខេត្តបន្ទាយមានជ័យសពថ្ងៃនេះឯសំពៅដែលគឿងនៅកណ្ដាលសមុទ្រនោះក៏បានក្លាយទៅជាភ្នំសំពៅនៅក្នុងខេត្តបាត់ដំបងសពថ្ងៃនេះដូចគ្នានឹងទ្រង់មន់ទ្រង់ទាដែលគេបានទម្លាក់ឲ្យក្រពើស៊ីនោះក្រោយមកក៏ក្លាយជាភ្នំទ្រង់មន់ទ្រង់ទារីឯមហាថ្លឹកទាំង4ក៏ក្លាយទៅជាភ្នំតាងែនតាក្រៀមតាគ្រុឌនិងតាក្រៃនៅជាប់គ្នានោះដែរចំពោះក្រពើអាធន់បន្ទាប់ពីប្រលឹងបានត្រឡប់ទៅភពដើមវិញរូបកាយរបស់គេក៏បានក្លាយទៅជាភ្នំក្រពើដែលនៅមិនឆ្ងាយពីភ្នំនាងរំសាយសក់បន្ទាប់ពីនាងរំសាយសក់បានស្លាប់ទៅ